លោកអភិបាលស្រុកបាទសូមអរគុណដែលលោកចំណាយពេលវេលាជួបសម្ភាសជាមួយខ្ញុំបាទនៅពេលនេះមុននឹងសួរពាក់ព័ន្ធទៅនឹងលក្ខណៈក៏ដូចជាសក្តានុពលនៃគម្រោងព្រែកជីកហ្វូណនកំណាត់ទី2ដែលឆ្លងកាត់ស្រុកបរិយជលសានេះក្នុងនាមលោកជាអាជ្ញាធរដែនដីក៏ដូចជាតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកបរិយជលសានេះមានពាក្យពេចន៍អ្វីសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះប្រមុខថ្នាក់ដឹកនាំក៏ដូចជាគណៈអធិបតីដែលបានចូលរួមថ្ងៃនេះបាទសូមជាបឋមសូមជម្រាបសួរដល់បងប្អូនមិត្តរួមជាតិទាំងជាប្រវត្តិទាំងអស់ជាពិសេសពុកម៉ែបងប្អូនជាប្រវត្តិទាំងបរិយជលសាក៏ដូចជាបងប្អូនជាប្រវត្តិទូទាំងប្រជាជាតិកម្ពុជាសម្រាប់ខ្ញុំជាអាបាសុកបរិយជលសាខ្ញុំពិតជាមានសេចក្តីរីករាយនឹងអំភើបតំណាងឲ្យជាបរដ្ឋជាប្រវត្តិសាស្ត្រមួយដែលរាជរដ្ឋាភិបាលសម្រាប់យកស្រុកបរិយជលសាជាកន្លែងជីកព្រែកហ្វូណនដែលចូលយើងដំណាក់កាលទី2ហើយជាមោទនភាពសម្រាប់ស្រុកបរិយជលសាមិនថាកងកម្លាំងប្រដាប់អាវុធត្រីឆ្កាទាំងអស់ប្រជាពលរដ្ឋទាំងអស់គឺថាសប្បាយចិត្តរីករាយដែលបានកម្រងជីកព្រែកហ្វូណននេះដំណើរការជាបន្តបាទលោកអភិបាលស្រុកនៅក្នុងទីតាំងភូមិសាស្ត្រនេះតាមអ្វីដែលខ្ញុំបានស្រាវជ្រាវគឺជាគេហៅថាទីតាំងប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់ដែលផ្សារភ្ជាប់គេហៅថាទៅនឹងសម័យអាណាចក្រភ្នំឬក៏សម័យហ្វូណនហើយក្នុងនោះយើងឃើញថានៅទីនេះគឺពោពេញទៅដោយប្រព័ន្ធទឹកធម្មជាតិបានន័យថាព្រែកឬក៏បលាយដែលមានពីធម្មជាតិជាពិសេសគឺបន្សល់ទុកតាំងពីសម័យហ្វូណនជាង2000ឆ្នាំលោកអភិបាលស្រុកអាចបញ្ជាក់អំពីសក្តានុពលនៅក្នុងភូមិសាស្ត្រនេះបន្តិចបានទេតាក់ទងទៅនឹងកត្តាភូមិសាស្ត្របើតាមអ្វីដែលខ្ញុំបានដឹងទៅទៀតគឺថានៅស្រុកនេះខែវស្សាគឺគ្របដណ្ដប់ដោយទឹកជំនន់ទន្លេមេគង្គខែប្រាំងចាត់ទុកថាភូមិសាស្ត្រនេះជាគេថាជាជំរុកស្រូវប្រាំងមួយយ៉ាងសំខាន់អញ្ចឹងនៅក្នុងនាមលោកជាអាជ្ញាធរដែនដីនៅទីនេះអាចជម្រាបអំពីសក្តានុពលឬក៏លក្ខណៈភូមិសាស្ត្រនេះបន្តិចបាទសូមអរគុណដែលជំរាបនេះគឺថានៅស្រុកបរិយជលសាខ្ញុំនេះគឺជាស្រុកដែលត្រង់ទន្លេមេគង្គ6ខែទឹក6ខែគោកអញ្ចឹងមានដីស្រែប្រាំងជាបរដ្ឋ99%ធ្វើស្រែចម្ការហើយ1%ជាត្រីឆ្កាហើយក្នុងនោះយើងមានដីស្រែប្រាំងហើយនឹងដីស្រែវស្សាហ្នឹង12000ហិកតាហើយបានទទួលទិន្នផល90000ហិកតាក្នុងមួយឆ្នាំហើយសក្តានុពលយើងសម្រាប់ស្រុកបរិយជលសាជាស្រុកមួយជាប់ព្រំដែនផងដែរអញ្ចឹងមានស្រុកបរិយជលសាបានមានកំពង់ផែកំពង់7មួយដែលសក្តានុពលយើងបានដឹកជញ្ជូនទៅមកតាំងពីទីដែកពីអីហើយពិសេសយើងបានដឹកសក្តានុពលជាស្រូវជាស្រូវទៅវៀតណាមក្នុងមួយឆ្នាំបាន830000តោនក្នុងមួយឆ្នាំដែរបាទតាមអ្វីដែលលោកអភិបាលស្រុកមានប្រសាសន៍រៀបរាប់ឃើញថានៅស្រុកបរិយជលសានេះពិតជាស័ក្តិសមទៅនឹងឈ្មោះបរិយជលសាជាទីក្រុងមួយដែលពោពេញទៅដោយទឹកបាទហើយឃើញថាប្រជាពលរដ្ឋភាគច្រើនខែវស្សាប្រហែលជាធ្វើដំណើរតាមទូកតាមកណូតអីជាដើមអញ្ចឹងនៅពេលដែលថ្ងៃនេះយើងបាននឹងកំពុងតែចាប់ផ្ដើមនៅក្នុងការសាងសង់ព្រែកជីកហ្វូណនដែលចូលដំណាក់កាលទី2ដោយឆ្លងកាត់ស្រុកបរិយជលសាតើលោកអភិបាលស្រុកមើលឃើញអំពីសក្តានុពលឬក៏គុណតម្លៃនៃព្រែកជីកហ្វូណនដែលចូលរបស់យើងមានសក្តានុពលឬក៏មានគុណតម្លៃយ៉ាងណាសម្រាប់ប្រទេសជាតិជាពិសេសសម្រាប់បងប្អូនអ្នកស្រុកបរិយជលសានេះតលតែម្ដងបាទសូមអរគុណសំណួរអញ្ចឹងសម្រាប់ស្រុកបរិយជលសាទោះជាស្រុកមួយដែលថាជាស្រុកទឹកប៉ុន្តែនៅតំបន់ខ្លះតំបន់ខាងលើដីគោកក៏យើងនៅមានការខ្វះខាតទឹកដែរអញ្ចឹងក្រោយពីបានទទួលគម្រោងនិងអនុវត្តគម្រោងជីកព្រែកហ្វូណនដែលចូលនេះអញ្ចឹងកន្លែងខ្លះបានម្ដងឬក៏2ដងអញ្ចឹងក្តីសង្ឃឹមនិងវិជាវរដ្ឋសង្ឃឹមគាត់ថានឹងអាចបាន2ដង3ដងក្នុងមួយឆ្នាំអញ្ចឹងទិន្នផលអាចនឹងគុណនឹង2ដងគុណនឹង3ដងបាទបន្ថែមពីនោះតាក់ទងទៅនឹងគុណតម្លៃនៃគម្រោងព្រែកជីកហ្វូណនដែលចូលរបស់យើងនឹងជួយជំរុញដល់សេដ្ឋកិច្ចជាតិតាមរយៈការបង្កើននៅសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាយ៉ាងម៉េចដែរបាទគឺថាអាចនឹងកាត់បន្ថយការចំណាយពីការដឹកជញ្ជូនបែបពីរថយន្តពីអីផ្សេងតាមផ្លូវទឹកវាមាននយោបាយចំណេញជាងហើយនឹងយើងគិតថាប្រជាពលរដ្ឋក៏យើង
ជារដ្ឋស្រុកប្រៃជោសាក៏យល់ដឹងច្បាស់ដែរថាការអត្ថប្រយោជន៍នៃគម្រោងនេះមានអត្ថប្រយោជន៍មិនថាតែស្រុកប្រៃជោសាទេគឺទូទាំងជាតិកម្ពុជាតែម្ដងព្រោះអីនេះចាប់ពីភ្នំពេញរហូតទៅដល់សមុទ្រកម្ពុជាដល់កំពតដល់កែបទៀតនោះបាទអញ្ចឹងជាសក្តានុពលនេះគឺថាជាផលប្រយោជន៍រួមជាផលប្រយោជន៍ដល់ប្រទេសជាតិរួមយើងបងតែម្ដងតាមអ្វីដែលខ្ញុំបាទបានដឹងសម្រាប់គម្រោងព្រៃជីកហ្វូណនដែលចូលរបស់យើងនេះឆ្លងកាត់ខេត្តតាកែវប្រមាណជាជាង53គីឡូម៉ែត្រចុះសម្រាប់ស្រុកបរិយជលសាឆ្លងកាត់ប្រមាណគីឡូដែរបាទសម្រាប់ស្រុកបរិយជលសាស្រុកទោះជាថាតូចជាងគេហើយបាទខ្លះជាម្ចាស់ផ្ទះគឺបានប្រហែលជា10គីឡូជាងតិចតួចដែរបាទតែជាមោទនភាពថាបានធ្វើជាម្ចាស់ផ្ទះហើយក្រំប្រែងធ្វើយ៉ាងម៉េចរៀបចំកម្មវិធីនេះឲ្យបានល្អប្រសើរជូនសម្ដេចបវរដែលចំណាយពេលវេលាមមាញឹកការងារបើកសម្ពោធកម្មវិធីដាក់ការទី2យ៉ាងនេះបាទចុះបើយើងនិយាយអំពីផលប៉ះពាល់ទៅលើដីរបស់បងប្អូនប្រជាពលរដ្ឋយើងវិញនៅទីនេះមានការដោះស្រាយយ៉ាងម៉េចដែរហើយបងប្អូនរបស់យើងមានការគ្រប់គ្រងយ៉ាងម៉េចខ្លះដែរបាទសម្រាប់តែអារម្មណ៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកប្រៃជលសាយើងនេះមិនមានអ្វីដែលគាត់មិនល្អតាមឋានៈអីទេគឺគាត់សប្បាយចិត្តរីករាយដោយសារតែការដោះស្រាយធ្វើកិច្ចសន្យាជូនទៅគាត់មានការកំណត់ច្បាស់លាស់មានការដោះស្រាយតម្លៃទីផ្សារអញ្ចឹងទទួលយកបានទាំងអស់គ្នាហើយអញ្ចឹងមានការសប្បាយរីករាយទទួលបានបាទហើយអ្នកខ្លះដូចថាពីមុនគិតថាដោះស្រាយបានថវិកាតិចតែទន្ទឹមនោះគាត់បានទទួលបានច្រើនអ្វីដែលគាត់ពឹងទុកអញ្ចឹងគាត់មានចិត្តសប្បាយហើយគាត់មានចិត្តការចូលរួមជាមួយយើងដែរគឺថាទៅមិនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលត្រូវការដីគាត់អភិវឌ្ឍអញ្ចឹងក៏គាត់ស្ម័គ្រចិត្តអភិវឌ្ឍចូលរួមអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាលផងដែរក្នុងនាមជាអភិបាលស្រុកតំណាងឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងស្រុកបរិយជលសាតើលោកអភិបាលស្រុកមានមតិអ្វីដើម្បីថ្លែងអំណរគុណឬក៏បង្ហាញនៅការជឿជាក់ការគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភាដែលជាអិសរាជជននៅក្នុងការផ្ដួចផ្ដើមឲ្យមានព្រៃជីកហ្វូណននេះអ្វីត្បិតតែថាពេលនេះប្រទេសជាតិរបស់យើងកំពុងជួបការលំបាករងនៅការបំពានពីខាងក្រៅយ៉ាងណាក្តីឬក៏នៅក្នុងស្ថានភាពដែលពិភពលោកកំពុងតែជួបប្រទះនៅសង្គ្រាមនៅឯមជ្ឈិមបូព៌ាឬក៏បញ្ហាភាពមិនប្រកបវិជ្ជាណាមួយនោះប៉ុន្តែគម្រោងនៃការអភិវឌ្ឍរបស់យើងលើការអភិវឌ្ឍខ្សែផ្លូវទឹកនេះមិនបានន័យថាមិនអខានទេគឺនៅបន្តគម្រោងអញ្ចឹងនៅក្នុងនាមជាអាជ្ញាធរដែនដីតំណាងប្រជាពលរដ្ឋបង្ហាញនៅការជឿជាក់យ៉ាងណាចំពោះគម្រោងនេះបាទក្នុងនាមខ្ញុំអភិបាលស្រុកប្រៃជលសាតំណាងប្រជាពលរដ្ឋจึงមានសេចក្តីសោមនស្សរីករាយហើយសូមគាំទ្រយ៉ាងពេញទំហឹងគម្រោងរាជរដ្ឋាភិបាលគម្រោងអភិវឌ្ឍជីពេជ្រហ្វូណនដែលចូលយ៉ាងនេះសង្ឃឹមថាមិនទាំងខ្ញុំឬក៏ប្រជាពលរដ្ឋទេគឺថាជឿជាក់លើរដ្ឋាភិបាលនៃការធ្វើគម្រោងនេះកាត់ឡើងគឺដើម្បីផលប្រយោជន៍ប្រទេសជាតិទាំងមូលកាត់បន្ថយការចំណាយផ្សេងការដឹកជញ្ជូនបាទហើយដូចខ្ញុំលើកឡើងពីដើមជាប្រវត្តិសាស្ត្រដែលកន្លងមកយើងអាចដែលមានការដឹកជញ្ជូនផ្លូវទឹកនិងពីសមុទ្រមកដល់ទន្លេដល់រាជធានីភ្នំពេញទៅដល់នេះទេអញ្ចឹងប្រជាពលរដ្ឋគាត់យល់ដឹងច្បាស់ណាស់នៅក្នុងស្រុកបរិយជលសាក៏ដូចខេត្តតាកែវទាំងមូលយល់ដឹងច្បាស់ថាពីអត្ថប្រយោជន៍របស់ជីព្រៃហ្វូណនដែលចូលយ៉ាងនេះថាមានសក្តានុពលយ៉ាងណាបំរើមិនថាការដឹកជញ្ជូនសូម្បីតែវិស័យកសិកម្មស្រោចស្រពអីផ្សេងក៏គាត់យល់ដឹងដែរបាទបរិយជលសារួចមកនៅពេលនេះខ្ញុំបានជួបជាមួយនឹងលោកម្នាក់ទៀតដែលជាប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនេះហើយបើតាមការស្លៀកពាក់ទៅសមសួនសមជាចាស់ទុំជាអ្នកចេះដឹងជាបញ្ញវន្តនៅក្នុងមូលដ្ឋាននេះផងដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើមានការយល់ឃើញយ៉ាងណាសូមបន្តតាមដានកិច្ចសម្ភាសន៍របស់ខ្ញុំបាទដូចតទៅជំរាបសួរលោកបាទដំបូងសូមលោកមេត្តាជម្រាបឈ្មោះនិងទូនាទីជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងបានជ្រាបផងបាទ
បាទខ្ញុំបាទឈ្មោះវ៉ាន់ចន្ទថនសពថ្ងៃរស់នៅភូមិតសៃឃុំដងពោះស្រុកបរិយលសាខេត្តតាកែវនេះឯងហើយបច្ចុប្បន្នខ្ញុំបាទធ្វើជាគណៈកម្មការវត្តទេបាទជាគណៈកម្មការវត្តបានន័យថាជាចាស់ជាទុំនៅក្នុងភូមិសាស្ត្រនេះអញ្ចឹងប្រហែលជាដឹងអំពីប្រវត្តិសាស្ត្រនៅក្នុងភូមិសាស្ត្រនេះច្រើនខ្ញុំបាទតាមអ្វីដែលខ្ញុំស្រាវជ្រាវគឺឃើញថាទឹកដីស្រុកបរិយជលសាអង្គរបរិយនេះជាទឹកដីទឹកតាំងប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់នៃនគរកោកធ្លកឬក៏ភ្ជាប់ទៅសម័យហ្វូណនជាដើមតើលោកបានជ្រាបឬក៏យល់ដឹងយ៉ាងណាខ្លះអំពីលក្ខណៈភូមិសាស្ត្រផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រនៃការកកើតអាណាចក្រខ្មែររបស់យើងពីទីនេះដែរទេបាទបើនិយាយអំពីប្រវត្តិសាស្ត្រឬក៏ការផ្សារភ្ជាប់ដែលកកើតខេត្តតាកែវយើងនេះគឺពាក់ព័ន្ធទៅនឹងនគរកោកធ្លកដែលពីសម័យមុនគឺយើងមានតាំងពីអង្គរបរិយមកនគរកោកធ្លកគឺមកតែស្រុកបរិយជលសានេះទើបតែកើតក្រោយទេចេញកាត់ផ្ដាច់ពីស្រុកទ្រាំងមកណាបាទកាត់ផ្ដាច់ពីស្រុកទ្រាំងទើបយើងបង្កើតបានស្រុកបរិយជលសាដ៏តូចមួយគឺមានត្រឹមតែ5ឃុំប៉ុណ្ណោះបាទហើយម្យ៉ាងវិញទៀតនៅស្រុកបរិយជលសាយើងនេះគឺជាស្រុកកូនពៅគេបង្អស់ដែលទើបតែបង្កើតថ្មីតែសម័យបច្ចុប្បន្នស្រុកបរិយជលសានេះលេចធ្លោដោយសារមានការអភិវឌ្ឍរីកចម្រើនដោយសារមានទី1គឺយើងមានអង្គការទស្សនពិភពលោកដែលគាត់មកអភិវឌ្ឍនៅស្រុកយើងនេះធ្វើឲ្យមានការរីកចម្រើនតាំងពីវិស័យសុខាភិបាលមានការរីកចម្រើនតាំងពីវិស័យអប់រំមានការរីកចម្រើនតាំងពីវិស័យកសិកម្មសិប្បកម្មផ្សេងៗដែលកកើតជាច្រើនជាពិសេសគឺរោងចក្រកើតច្រើនមែនទែនអរគុណលោកតកតងទៅនឹងកត្តាប្រវត្តិសាស្ត្រឬក៏ស្ថានភាពកាលពីអតីតកាលជាង2000ឆ្នាំមុនតាមឯកសារដែលខ្ញុំបានស្រាវជ្រាវឃើញថាទីតាំងភូមិសាស្ត្រនេះគឺជាចំណុចឆ្លងកាត់នៃប្រព័ន្ធព្រែកជីកបុរាណកាលពីសម័យហ្វូណនហើយនៅថ្ងៃនេះរាជរដ្ឋាភិបាលបាននឹងកំពុងតែអនុវត្តទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដូចទៅនឹងចក្ខុវិស័យរបស់បុព្វបុរសរបស់យើងដែលផ្ដោតសំខាន់ទៅលើគោលនយោបាយទឹកជាពិសេសពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹកហើយព្រែកជីកហ្វូណនដែលចូលរបស់យើងកំណត់ទី2នេះក៏ជីកទៅតាមដំរាយចាស់បានន័យថាជាព្រែកបុរាណដែលបុព្វបុរសរបស់យើងបានប្រើកាលពីជាង2000ឆ្នាំមុនដើម្បីភ្ជាប់ទៅកាន់កំពង់ផែអូកែវអញ្ចឹងតើលោកមើលឃើញអំពីការគិតគូរយ៉ាងដូចម្តេចចំពោះរាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនេះក៏ដូចជាគុណតម្លៃនៃព្រែកជីកហ្វូណនដែលចូលរបស់យើងនេះតើលោកយល់ឃើញយ៉ាងណាដែរបាទបើនិយាយអំពីគុណតម្លៃនិងការគិតគូររបស់រាជរដ្ឋាភិបាលក្នុងបច្ចុប្បន្ននេះព្រែកជីកហ្វូណននេះគឺមានអតីតកាលយូរឆ្នាំហើយដែលតាមប្រវត្តិសាស្ត្រណាបាទអញ្ចឹងគឺគម្រោងព្រែកជីកហ្វូណននេះពីមុនយើងដាក់នៅខាងស្រុកទ្រាំងតែសម័យបច្ចុប្បន្ននេះយើងមើលទៅតាមកលៈទេសៈនិងស្ថានភាពដីគឺស្រុកបរិយជលសានេះគឺល្អបំផុតហើយគម្រោងនេះមានយូរហើយសម្រាប់គុណតម្លៃនៃព្រែកជីកហ្វូណននេះគឺអាចធ្វើឲ្យប្រជាពលរដ្ឋយើងងាយស្រួលក្នុងការធ្វើដំណើរទាំងផ្លូវគោកនិងផ្លូវទឹកហើយម្យ៉ាងមួយទៀតការដឹកជញ្ជូននៅស្បៀងផ្សេងសមិទ្ធផលផ្សេងក៏ដូចជាតាមរោងចក្រផ្សេងក៏យើងងាយនឹងដឹកជញ្ជូនដែរបាទហើយមួយទៀតគឺផលចំណេញរបស់ប្រជាពលរដ្ឋទូទៅគឺងាយស្រួលក្នុងការធ្វើដំណើរចិត្តមែនទែនបើចង់ទៅភ្នំពេញទៅតាមនេះក៏បានដែរបាទលេងទៅតាមផ្លូវចិត្តលេខ2ទៀតហើយបាទអញ្ចឹងមួយទៀតតកតងទៅនឹងការលើកឡើងរបស់មតិមួយចំនួនតូចដែលបាននិយាយរិះគន់ថាគម្រោងព្រែកជីកហ្វូណនដែលចូលនេះមិនទៅមុខទេមិនដំណើរការទេគម្រោងនេះប្រហែលជាគាំងលុបចោលហើយក៏ប៉ុន្តែថ្ងៃនេះយើងបានបញ្ជាក់សាជាថ្មីថាគម្រោងព្រែកជីកហ្វូណនដែលចូលរបស់យើងនេះកំពុងតែមានវឌ្ឍនភាពហើយក៏បានបើកការដ្ឋានសាងសង់កំណាត់ទី2ដែលកំពុងតែប្រពធ្វើនៅក្នុងស្រុកបរិយជលសាខេត្តតាកែវនេះតើលោកមានអ្វីចង់បញ្ជាក់បន្ថែមដើម្បីឲ្យបងប្អូនមហាជនទូទៅរបស់យើងកុំឲ្យមានការងឿងឆ្ងល់កុំឲ្យមានការសង្ស័យថាគម្រោងនេះគឺពិតជាមានហើយក៏ពិតជាកំពុងអនុវត្តឲ្យសម្រេចបានតាមផែនការកំណត់នោះបាទអញ្ចឹងគឺគម្រោងព្រែកជីកហ្វូណននេះដែលតាមមតិទូទៅគាត់ចេះតែនិយាយថាគម្រោងមានតែគម្រោងប៉ុន្តែការអភិវឌ្ឍគ្មានអញ្ចឹងគឺបងប្អូនឃើញហើយក្នុងថ្ងៃនេះបាទគឺជាថ្ងៃទី11បាទខែមេសាឆ្នាំ2026នេះគឺសម្ដេចហើយព្រមទាំងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបរិយជលសាព្រមទាំងក្រុមការងារថ្នាក់ក្រោមទាំងអស់មានការស្វះស្វែងកក្រឹកកក្រែងដើម្បីរៀបចំកម្មវិធីសម្ពោធនៅការដ្ឋានព្រែកជីកហ្វូណននេះឡើងនៅក្នុងថ្ងៃទី11មេសា2026នេះតែម្ដងហើយយើងឃើញថាមានការចូលរួមតាំងពីភ្ញៀវជាតិនិងអន្តរជាតិជាច្រើនបាទ
មុននឹងបញ្ចប់តើលោកមានជាពាក្យពេចន៍បង្ហាញនៅការគ្រប់គ្រងឬក៏មានអ្វីជូនពរដល់ប្រមុខថ្នាក់ដឹកនាំទាំងប្រមុខព្រឹទ្ធសភាក៏ដូចជាសម្ដេចអធិបតីនាយករដ្ឋមន្ត្រីថ្មីត្បិតតែលោកមានកិច្ចការមួយមានញឹកចំពោះកិច្ចការនយោបាយការទូតដើម្បីធានាការពីបូរណភាពទឹកដីក៏ពិតមែនក៏ប៉ុន្តែដំណើរការអភិវឌ្ឍជាតិមិនបង្អាក់ទេនៅតែបន្តដូច្នេះតើលោកមានអ្វីបង្ហាញការជឿជាក់ការគ្រប់គ្រងយ៉ាងដូចម្ដេចបាទបើនិយាយអំពីការជឿជាក់វិញខ្ញុំមានការជឿជាក់100លើ1000តែម្ដងដោយសារស្នាដៃតាំងពីឪពុករហូតបាទសម្ដេចអធិបតីខាងក្រោមនេះគឺលោកខិតខំដៃមួយខាងបាទទប់ខាងលិចគឺដៃមួយខាងគិតគូរនៅក្នុងកន្លែងនេះបាទគឺព្រៃជីកពូណននេះគឺលោកប្រឹងប្រែងមែនទែនបាទសូមអរគុណសូមជម្រាបលាបាទទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកកំពុងតាមដានទស្សនាកម្មវិធីផ្សាយផ្ទាល់ពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាពីពិធីបើកគម្រោងការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ Funon Decho ឬក៏យើងហៅកាត់ខ្លីថាព្រៃជីក Funon Decho ស្ថិតនៅក្នុងកំណាត់ទី2ដែលមានប្រវែងជាង151គីឡូម៉ែត្រដោយចាប់ពីព្រែកពោធិ៍ខេត្តកណ្ដាលឆ្លងកាត់បាទខេត្តកំពតខេត្តតាកែវខេត្តកំពតនិងទៅដល់សមុទ្រខេត្តកែបបន្ទាប់ពីទូរទស្សនិកជនបានជ្រាបនៅចំណាប់អារម្មណ៍ក៏ដូចជាការយល់ឃើញរបស់អាជ្ញាធរដែនដីនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបុរីជលសារួចមកនៅពេលនេះខ្ញុំបាទសូមបន្តអត្ថាធិប្បាយនិងបង្ហាញជូនអំពីទស្សនវិជ្ជាទាំងស្រុងពីកម្មវិធីនៅពេលនេះយើងឃើញថាបន្ទាប់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមកដល់ទីតាំងនៃការប្រារព្ធពិធីតាមរយៈឧទ្ធម្ភាគចក្រពិសេសហើយនោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីត្រូវបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវដែលអញ្ជើញមកពីក្រុងស្រុកនានានៃខេត្តតាកែវបានបង្ហាញនៅក្តីរីករាយការសាទរអបអរស្វាគមន៍យ៉ាងឃ្លាវខ្លាចំពោះវត្តមានដ៏ឧត្តមឧត្តមរបស់សម្ដេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាម្យ៉ាងវិញទៀតទឹកចិត្តដ៏សប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើងនៅពេលនេះគឺបង្ហាញអំពីភាពជឿជាក់ចំពោះគម្រោងអភិវឌ្ឍព្រៃជីក Funon Decho របស់យើងដែលបានបោះជំហានមួយជំហានបន្ទាប់ទៀតបន្ទាប់ពីជំហានទី1ឬក៏កំណាត់ទី1បានបើកការដ្ឋានសាងសង់កាលពីពេលកន្លងទៅហើយមកដល់ពេលនេះគឺជាកំណាត់ទី2ដែលជាគម្រោងមួយដ៏មានតម្លៃគុណប្រយោជន៍ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជារបស់យើងជាពិសេសជំរុញដល់កំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូនការធ្វើចរាចរណ៍តាមផ្លូវទឹកដែលភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រកម្ពុជានៅក្នុងឱកាសអញ្ជើញដល់ក៏មានការចូលរួមស្វាគមន៍និងផ្ដល់នៅភាពកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះម្ចាស់ទឹកដីនៃខេត្តតាកែវរបស់យើងជាពិសេសនោះគឺស្នាមញញឹមប្រកបដោយភាពរាក់ទាក់របស់បងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវនេះគឺជាកម្លាំងចិត្តយ៉ាងមុតមមជូនដល់ប្រមុខរាជរដ្ឋាភិបាលរបស់យើងពីព្រោះរាជរដ្ឋាភិបាលតែងតែតម្កល់នៅឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាកលឹះជាគោលនយោបាយអន្តរភាពធ្វើអ្វីៗដើម្បីបុព្វហេតុជាតិនិងបុព្វហេតុប្រជាជនដូច្នេះនៅក្នុងការផ្ដល់នៅភាពជឿជាក់និងជំនឿគាំទ្រយ៉ាងមុតមមពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅពេលនេះរឹតតែធ្វើឲ្យរាជរដ្ឋាភិបាលមានធម៌ពលឬក៏អាចចាត់ទុកជាចលករជំរុញដល់ការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀតជាការពិតណាស់ការបើកការដ្ឋានគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រដែលបាននៅកំពុងតែចាប់ផ្ដើមនេះនឹងផ្លាស់ប្ដូរមុខមាត់របស់កម្ពុជានៅក្នុងសម័យតេជោធិបតីគឺបានផ្ដើមចេញពីមូលដ្ឋាននៃសុខសន្តិភាពដែលកើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់អគ្គមគ្គុទេសដ៏ឆ្នើមបំផុតគឺសម្ដេចតេជោហ៊ុនសែនដែលបាននាំយកសន្តិភាពនិងការបង្រួបបង្រួមជាតិតាមរយៈយុទ្ធសាស្ត្រឬក៏គោលនយោបាយឈ្នះឈ្នះដើម្បីប្រែក្លាយប្រទេសជាតិពីសង្គ្រាមមកសុខសន្តិភាពនិងការឯកភាពជាតិហើយតម្លៃទាំងនេះក៏ត្រូវបានបន្តរក្សាការពារដោយសម្ដេចអធិបតីនាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នគំនិតព្រួយផ្ដើមនឹងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជារួមទាំងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដែលបានចង្អុលបង្ហាញតម្រង់ទិសសម្រាប់ការអនុវត្តគម្រោងនេះឲ្យលេចចេញជារូបរាងយ៉ាងពិតប្រាកដព្រមទាំងការគ្រប់គ្រងមិនអាចខ្វះបានពីអិសរាជជន
សំខាន់នៅក្នុងអាណត្តិកន្លងទៅហើយរឹតតែពិសេសជាងនេះគឺបងប្អូនប្រជាពលរដ្ឋរាប់លានអ្នកក្នុងនិងក្រៅប្រទេសគឺបានគ្រប់គ្រងនិងអបអរសាទរយ៉ាងឃ្លាវខ្លាចំពោះគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ Funan Decho ដែលនេះគឺជាទឹកតាំងបង្ហាញឲ្យឃើញនៅស្មារតីសាមគ្គីភាពស្មារតីស្នេហាជាតិនិងចលនាជាតិដ៏ខ្លាំងក្លាក្រោមម្លប់នៃសុខសន្តិភាពក្រោមម្លប់ឬក៏គេហៅថាការរួបរวมសាមគ្គីជាធ្លុងជាមហាគ្រួសារខ្មែរទាំងមូលរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតដល់បច្ចុប្បន្នបានខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅទូទាំងប្រទេសឲ្យមានភាពប្រទាក់ក្រឡាគ្នានិងតភ្ជាប់ពីទីក្រុងរហូតទៅដល់ជនបទហើយក៏បានជំរុញការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ Funan Decho ដែលជាគម្រោងប្រវត្តិសាស្ត្រក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេនិងផ្លូវសមុទ្រឲ្យមានដំណើរការនិងសម្រេចបានវឌ្ឍនភាពដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលហើយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ Funan Decho ឬក៏យើងហៅថា Prejik Funan Decho នេះគឺមានលក្ខណៈពិសេសនិងលក្ខណៈបច្ចេកទេសគឺថាគម្រោងនេះមានប្រវែងសរុប 172.6 គីឡូម៉ែត្រដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបែងចែកជា2កំណាត់ដើម្បីជំរុញការសាងសង់និងធ្វើប្រតិបត្តិការតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលរួមមានទី1គឺកំណាត់ទី1ដែលមានប្រវែង21គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គដល់ព្រែកពោនៃទន្លេបាសាក់ដែលបានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី5សីហា2024ហើយបច្ចុប្បន្នផ្លូវទឹកកំណាត់ទី1នេះសម្រាប់វឌ្ឍនភាពការងារសំខាន់ដូចជាបញ្ចប់កំណត់និយមការនិងការផ្ទៀងផ្ទាត់ផែនទីគម្រោងនិងបោះបង្គោលព្រំដីចំនួន155ដោយទទួលបានការឯកភាពរួចរាល់ពីសម្ដេចអធិបតីនាយករដ្ឋមន្ត្រីហើយកំណត់ទី1នោះគឺកំពុងស្ថិតនៅក្នុងនីតិវិធីនៃការដោះស្រាយផលប៉ះពាល់និងក្រមការងារក៏បានបញ្ចប់ការពិនិត្យព្រំដីនិងវាស់ទំហំដីរួចរាល់ដោយក្រុងចំណាយថវិកាដោះស្រាយប្រមាណ 70.85 លានដុល្លារអាមេរិកដោយឡែកកំណត់ទី2ដែលយើងកំពុងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅពេលនេះគឺមានប្រវែងសរុប 151.6 គីឡូម៉ែត្រចាប់ពីព្រែកពោនៃទន្លេបាសាក់